ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃនិងកង់3ដណ្ដើមជើងឯកប្រចាំឆ្នាំ2026ដែលបានប្រព្រឹត្តទៅអស់រយៈពេល2ថ្ងៃពេញចាប់ពីថ្ងៃទី11-12 ខែកក្កដានៅទីលានវាលឥន្ទ្រីរាជធានីភ្នំពេញបានបិទបញ្ចប់ទៅវិញហើយជាមួយនឹងភាពជោគជ័យយ៉ាងត្រចះត្រចង់និងបង្កើតបាននូវភាពអស្ចារ្យលើសពីការរំពឹងទុកតាមរយៈការបង្ហាញសមត្ថភាពដ៏ជោគជ័យរបស់ក្រុមកីឡាករលោកពេជ្រសុខាអ្នករៀបចំព្រឹត្តិការណ៍ដ៏ធំនេះបានគូបញ្ជាក់ថាការរៀបចំឆ្នាំនេះទទួលបានជោគជ័យធំធេងណាស់ដោយសារដំណើរការប្រកួតប្រជែងមានភាពរលូននិងល្អប្រសើរជាទីបំផុតលោកបានចាត់ទុកព្រឹត្តិការណ៍នេះថាជាវេទិកាដ៏អស្ចារ្យមិនត្រឹមតែផ្ដល់ការកម្សាន្តប៉ុណ្ណោះទេប៉ុន្តែបានក្លាយជាកន្លែងដុសខាត់សមត្ថភាពនិងបណ្ដុះបានធនធានកីឡាករវ័យក្មេងប្រកបដោយសក្តានុពលខ្ពស់ភាពអស្ចារ្យនិងភាពកក្រើកនៃព្រឹត្តិការណ៍ឆ្នាំនេះគឺការរួមបញ្ចូលគ្នារវាងវិញ្ញាសាដ៏សម្បូរបែបរួមមានការប្រណាំងម៉ូតូត្រៃការប្រណាំងកង់3និងការបង្ហាញរថយន្តព្រមទាំងវិញ្ញាសាជក់ចិត្តជាច្រើនទៀតអ្វីដែលធ្វើឲ្យគណៈកម្មការនិងទស្សនិកជនស្ងើចសរសើរបំផុតនោះគឺគុណភាពបច្ចេកទេសខ្ពស់របស់កីឡាករគ្រប់រូបដែលបានបង្ហាញជំនាញបើកបរយ៉ាងប៉ិនប្រសប់និងភាពស្វិតស្វាញតាំងពីជុំជម្រុះរហូតដល់វគ្គប្រាច់ព្រាត់ដណ្ដើមជើងឯកទោះបីជាមានការប្រែប្រួលចំនួនកីឡាករនៅតាមបណ្ដាខេត្តមួយចំនួនក្តីប៉ុន្តែចំនួនកីឡាករក្នុងរាជធានីភ្នំពេញបានបង្ហាញពីកំណើនគួរឲ្យកត់សម្គាល់ក្នុងនោះវត្តមានរបស់កីឡាករវ័យក្មេងៗដែលបានចូលរួមយ៉ាងច្រើនកុះករបានក្លាយជាចំណុចលេចធ្លោបំផុតនៃព្រឹត្តិការណ៍ទាំងមូលលោកពេជ្រសុខាបានមើលឃើញយ៉ាងច្បាស់ពីផលវិជ្ជមាននិងការអភិវឌ្ឍខ្លួនរបស់ពួកគាត់ហើយលោកក៏ជឿជាក់ថារយៈពេល5ឆ្នាំខាងមុខសមត្ថភាពរបស់ពលកកីឡាករទាំងនេះនឹងកាន់តែខ្លាំងក្លាដើម្បីក្លាយជាធនធានឆ្នាំសម្រាប់ត្រៀមចូលរួមការប្រកួតលើឆាកអន្តរជាតិការរៀបចំព្រឹត្តិការណ៍កាន់តែច្រើនគឺការបំផុសស្មារតីដល់កីឡាករជាពិសេសធនធានកីឡាករវ័យក្មេងបានចូលរួមប្រកួតក្នុងការបង្កើនគុណភាពបច្ចេកទេសល្អៗដើម្បីឲ្យគណៈកម្មការរៀបចំបានជ្រើសរើសបានធនធានឆ្នាំប្រចាំវិញ្ញាសានីមួយៗនេះជាការលើកឡើងបន្ថែមរបស់លោកពេជ្រសុខាគូបញ្ជាក់ផងដែរថាភាពជោគជ័យដ៏ធំធេងនេះគឺដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសហព័ន្ធកីឡាយានយន្តកម្ពុជារួមទាំងបណ្ដាក្រុមហ៊ុនដៃគូឧបត្ថម្ភនានាដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរុញច្រានវិស័យកីឡាយានយន្តកម្ពុជាឲ្យកាន់តែរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំជាចុងក្រោយលោកពេជ្រសុខាក្នុងនាមអ្នករៀបចំព្រឹត្តិការណ៍ក៏បានអំពាវនាវដល់អាណាព្យាបាលដែលមានកូនមានទេពកោសល្យកីឡាទោះបីជាប្រភេទកីឡាអ្វីក៏ដោយអាចបញ្ជូនកូនមកចូលរួមហ្វឹកហាត់និងចូលរួមប្រកួតបានការធ្វើបែបនេះមិនត្រឹមតែជួយដុសខាត់សមត្ថភាពជំនាញរបស់ពួកគេឲ្យក្លាយជាកីឡាករឆ្នើមសម្រាប់ជាតិប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយឲ្យយុវជនជៀសឆ្ងាយអំពីគ្រឿងញៀននិងអំពើអបាយមុខផ្សេងៗដើម្បីក្លាយជាពលកដ៏ល្អសម្រាប់សង្គមជាតិទៅថ្ងៃអនាគតផងដែរ AMS Sport ដើម្បីកីឡា